អ្នកដែលមានអាយុអត់ដល់20គួរតែស្វែងយល់រឿងប្រព័ន្ធចំណុចនេះទីមួយមានស្នេហាមិនប្រកាសថាសប្បាយចិត្តរហូតនោះទេច្រើនក្មេងស្រីអាយុអត់ដល់20ឆ្នាំតែងាយលងជាមួយនឹងរឿងស្នេហាណាស់ដោយសារតែនាងឆាប់មានអារម្មណ៍រំភើបឆាប់មានអារម្មណ៍ស្រឡាញ់និងឆាប់មានភាពងប់ងល់គេច្រើនពួកគេបាក់នឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងណាអញ្ចឹងហើយគឺពួកគេងាយនឹងទទួលរងការឈឺចាប់តែសម្រាប់ស្រីៗដែលមានអាយុអត់ដល់20ឬក៏20ស្ទើរត្រូវតែរៀនយល់អំពីស្នេហាថាវាមិនសប្បាយចិត្តនោះទេហើយតែចេះទទួលយកនិងធៀមខ្លួនទុកមុនពីមនុស្សដែលញញឹមនៅពីមុខយើងមិនប្រកាសថាសិតតែស្រឡាញ់យើងនោះទេក្មេងស្រីដែលមិនតចូលនៅក្នុងសង្គមអត់តន់រស់នៅជាមួយមនុស្សច្រើននាងឆាប់ជឿឆាប់ទុកចិត្តគេណាស់ព្រោះតែនាងអត់តន់មានបទពិសោធន៍ជាមួយនឹងមនុស្សត្រូវចាំថាអ្នកដែលញញឹមនៅពីមុខយើងមិនមែនសុទ្ធតែជាមនុស្សល្អទាំងអស់ទេគឺគ្រាន់តែជាមនុស្សដែលមុខពីរប៉ុណ្ណោះឆ្នេះមុននឹងរាប់អានណាគេម្នាក់ត្រូវមើលឲ្យមែនតាទី3បើអត់ចង់ស្ដាយក្រោយទៅថ្ងៃមុខទេគួរតែខំផឹងហ៊ីគ្វិញអញ្ចឹងខួរក្បាលនៅល្អឆាប់ចាំយើងអត់គួរនៅចំណាយពេលធ្វើរឿងអត់ប្រយោជន៍ច្រើនពេកនោះទេបើអត់ចង់ឲ្យស្ដាយក្រោយទៅថ្ងៃមុខទេពីពេលនោះគួរតែខំផឹងហ៊ី4ត្រូវដឹងថាលុយមិនមែនងាយស្រួលរកនោះទេហើយជាភាគច្រើនគឺគាត់មានការគ្រប់គ្រងពីអ្នកផ្ទះអញ្ចឹងគាត់អត់ទាន់ដឹងថាការរកលុយវាបាក់ប៉ុណ្ណាទេនៅក្មេងតែចង់បានការសប្បាយអ្វីដែលល្អតាន់សម័យតាមត្រែនដូចគេតែត្រូវគិតផងថាលុយណាគេអ្នករកនៅពេលណាមួយដែលអ្នកធំបន្តិចអ្នកចេះរកលុយចាយខ្លួនឯងអ្នកនឹងដឹងហើយ5មិត្តល្អមានតិចបំផុតនៅក្នុងជីវិតក្មេងអ្នកប្រហែលជាមានមិត្តភ័ក្តិច្រើនហើយអ្នកគិតថាមិត្តភ័ក្តិទាំងអស់នោះប្រកាសជាល្អចំពោះអ្នកឯងតែនៅពេលដែលអ្នកមានអាយុច្រើនបន្តិចអ្នកដឹងថាពាក្យថាមិត្តមិនងាយនឹងរកបាននោះទេពេលដែលអ្នកកាន់តែធំទាំងអស់នេះនឹងកាន់តែពិបាករកមិត្តល្អទី6ប៉ាម៉ាក់កាន់តែស្ដីឲ្យគាត់កាន់តែស្រឡាញ់មនុស្សស្រីដែលមានអាយុខុស20ក៏20ស្ដើគឺកំពុងតែពេញជាមនុស្សដែលរឹងរូបឆាប់ខឹងឆាប់ងងក់ឆាប់អន់ចិត្តនឹងឯងហើយអត់ទាន់បែងចែកអ្វីទៅអ្វីទៅខុសអ្វីទៅត្រូវនោះទេប្រហែលជាធ្លាប់ខឹងឲ្យនឹងប៉ាម៉ាក់ដែលប្រាប់ស្ដីឲ្យធ្វើអត់ប៉ុន្តែត្រូវដឹងថាកាន់តែស្ដីឲ្យយើងគាត់កាន់តែស្រឡាញ់យើងគាត់កាន់តែចង់ឲ្យយើងល្អ